នេះជាសដែមតនកាត់ហើយនេះជាសដែមកាត់រួចអូខេសួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ហើយម៉ូតសក់ដែលខ្ញុំលើកយកមកបង្ហាញគឺមានឈ្មោះថាអាហ្នឹងសម្រាប់ខ្ញុំហៅផ្ទាល់ខ្លួនគឺខ្ញុំហៅថាឈូគៀនទុកពីក្រោយតែបើសម្រាប់កន្លែងបងប្អូនឬក៏តំបន់ផ្សេងខ្ញុំអត់ដឹងថាហៅមិនទេគឺអាចនឹងហៅខុសគ្នាតិចតួចអីចឹងទៅឬក៏គេហៅជាភាសាអង់គ្លេសម្យ៉ាងទៀតគេហៅថា mullet តាមពិតម៉ូតនេះខ្ញុំធ្លាប់ធ្វើពីវីដេអូមុនហើយប៉ុន្តែខ្ញុំធ្វើពីคลิปវីដេអូមុនគឺម៉ូតខ្ញុំឈូគៀននេះសក់ខាងលើគឺភ្ញៀវគាត់ទុកពុះកដាលតែសម្រាប់คลิปវីដេអូនេះគឺភ្ញៀវគាត់តម្លាក់អញ្ចឹងវាខុសគ្នាត្រង់ហ្នឹងឯងហើយចំពោះរបៀបនៃការកាត់គឺដូចតែមុនទេបងប្អូនហើយភ្ញៀវម្នាក់នេះគាត់កំងខ្ញុំបែបសប៉ុន្តែគាត់យកសម្ោរៀងទៀតអញ្ចឹងហើយបញ្ជាក់បងប្អូនយើងចំពោះម៉ូតនេះអាស្រ័យលើភ្ញៀវកំងទេភ្ញៀវគាត់ស្រឡាញ់សម្ោរៀងខ្ពស់រៀងទាបយើងកាត់ទៅតាមដែលគាត់កំងអញ្ចឹងទៅហើយប្រភេទសក់បងប្រុសម្នាក់នេះគឺតសៃធំហើយត្រង់ល្អដល់ពេលអញ្ចឹងយើងកាត់ទៅឃើញស្អាតខ្លាំងមែនតើហើយចំពោះសក់ដែលប្រភេទរួញគឺខ្ញុំអត់ណែនាំឲ្យទុកពីក្រោយទេកាលណាដែលយើងទុកពីក្រោយគឺអត់សាឡូនដូចសក់គាត់នេះគឺអត់ស្អាតទេប្រភេទសក់ឈូគៀនទុកពីក្រោយនេះគឺពេលដែលយើងសក់រួញពេលដែលយើងទុកពីក្រោយទៅមើលទៅឃើញសពងតែម្ដងអញ្ចឹងអត់ស្អាតទេអញ្ចឹងតសៃសក់ខុសគ្នាយើងមិនអាចកាត់ម៉ូតដូចគ្នាបានទេបញ្ជាក់បងប្អូនខ្លះគាត់មានសក់រួញពីក្រោយអញ្ចឹងគាត់ស្រឡាញ់គាត់ចង់ទុកអីចឹងទៅតែបើសិនជាបងប្អូនស្រឡាញ់បងប្អូនចង់ទុកពីក្រោយតើតែបងប្អូនទុកឲ្យវែងហើយបងប្អូនអ៊ុតឲ្យវាត្រង់មកអានឹងទើបស្អាតហើយចំពោះការកាត់សក់ខាងក្រោយនេះភ្ញៀវខ្ញុំគាត់អត់ចង់បានខ្លីទេគាត់ចង់បានគ្រាន់តែស្ដើងហើយនឹងតម្រឹមពីក្រោយឲ្យស្មើគ្នាចឹងដែរអញ្ចឹងជាដំបូងខ្ញុំឲ្យគៀបសក់មកតង់មកហើយបន្ទាប់មកខ្ញុំយកកត្រៃយើងហើយនឹងក្រាស់យើងតម្រឹមវាស្មើគ្នាបន្ទាប់មកទើបខ្ញុំសាប់វាឲ្យស្ដើងហើយយើងព្យាយាមចោះកន្លែងណាក្រាស់ហើយកន្លែងណាស្ដើងហើយក៏យើងមិនបាច់សាប់ទេហើយតិចនិចនេះបងប្អូនយើងអាចសាកយកទៅប្រើបានធ្វើស្រួលហើយលឿនទៀតបងប្អូនហើយយើងកន្លែងណាដែលក្រាស់កន្លែងណាដែលស្ដើងគឺយើងដឹងយើងបើសិនជាយើងមិនបានគៀបយើងសាប់យកតែម្ដងវាអាចនឹងមានកន្លែងខ្លះប្រហោងអីចឹងដែរណាអញ្ចឹងបងប្អូនអាចយកទៅសាកប្រើបានហើយស្រួលហើយលឿនទៀតខ្ញុំធានាឲ្យបងប្អូនថាស្រួលតិចនិចនេះហើយកាត់សក់បានស្អាតខ្លាំងដោយសារតែយើងធ្វើជាដំណាក់កាលអញ្ចឹងណាហើយបន្ទាប់ពីយើងកាត់រួចយើងធ្វើការផ្លុំសក់ឲ្យបានស្អាតព្រោះសក់នេះបើសិនជាយើងអត់អាសាផ្លុំអាសាបោសឲ្យគាត់ទេគឺស្គៀបខ្លាំងណាស់ហើយបន្ទាប់ពីខ្ញុំសម្អាតស្អាតមកខ្ញុំយកកញ្ចក់ឲ្យគាត់មើលគាត់អូខេស្រឡាញ់មកក៏រួចរាល់ជាការស្រេចហើយនេះបន្ទាប់ពីកាត់រួចរាល់បងប្អូនយើងយល់យ៉ាងណាដែរកុំភ្លេច comment បញ្ចេញមតិឲ្យខ្ញុំបាននឹងផងហើយបើសិនជាខ្ញុំមានចំណុចខ្វះខាតត្រង់ណាសូមអធិស្ឋានហើយអាច comment កែលម្អបានហើយរាល់ពាក្យពេចន៍ដែលខ្ញុំនិយាយទៅបើសិនជាមានលឺលួសក៏ដូចជាខ្វះខាតសូមអធិស្ឋានខ្ញុំផងបងប្អូនហើយខ្ញុំនឹងព្យាយាមកែលម្អឲ្យបានល្អជាងនេះរាល់ពាក្យពេចន៍ដែលខ្វះខាតក៏ដូចជាចំណុចឆ្គងដែលខ្ញុំកាត់ទៅមិនសមរម្យត្រង់ណាឬក៏មិនបានល្អត្រង់ណាអីចឹងទៅហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច like ចុច share ក៏ដូចជាជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងបងប្អូនយើងហើយជួបគ្នានៅក្នុង clip វីដេអូកាត់សក់បន្តទៀត